បាទសូមគោរពជំរាបសួរបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកឆ្លើយតសំណួរបងប្អូនខ្លះដែលគាត់ខមមិនសួរខ្ញុំបាទអញ្ចឹងសំណួរខ្លះគាត់សួរថាមូលហេតុអ្វីបានដុំឆក់ក្តៅម្លេះអញ្ចឹងកត្តាធ្វើឲ្យដុំក្តៅគឺវាមានច្រើនក្នុងការវាអាចដាក់កងដងចេញឆក់ហ្នឹងវាហៅថាខ្ជួងកងដងថាខ្ជួងហ្នឹងដូចជានេះបងប្អូននេះយើងដាក់មីក្រូខ្ពស់ពេកបងប្អូនបាទបើដាក់មីក្រូខ្ពស់ពេកក៏វាអាចក្តៅដែរបាទបងប្អូនបាទហើយអាហ្នឹងគឺយើងមិនចេះតែដាក់ទេកងដងចេញឆក់ហ្នឹងបងប្អូនបាទឬហៅថាខ្ជួងហ្នឹងយើងត្រូវតែមើលស្ថានភាពគ្រាប់របស់យើងបាទបងប្អូនបាទតើគ្រាប់របស់យើងប្រើប្រមាណគ្រាប់បាទឬប្រមាណគ្រាប់បាទអញ្ចឹងដល់ឡែកបើសិនជាគ្រាប់របស់បងប្អូនគ្រាប់ស្ពាន់ណាបងប្អូនបាទគ្រាប់ស្ពាន់12គ្រាប់អញ្ចឹងយើងអាចដាក់4មីក្រូបាន1គ្រាប់បាទតែបើគ្រាប់ប្រាក់ធម្មតាគឺយើងដាក់បាន12មីក្រូ1គ្រាប់ទេអញ្ចឹងគឺយើងរកទៅបានដំណើរការធម្មតាវាអត់ក្តៅដុំទេក្តៅក៏វាក្តៅអត់ខ្លាំងដែរបាទអញ្ចឹងយើងមិនចេះតែមើលទេចេះតែដាក់ទេអញ្ចឹងប្រភេទដុំខ្លះគឺគ្រីបដាក់យ៉ូតអញ្ចេះបងប្អូនបាទនេះគឺយ៉ូតដុំដាក់យ៉ូតប្រភេទដុំខ្លះគឺរៀបដាក់យ៉ូតទេបាទអញ្ចឹងប្រភេទដែលរៀបដាក់យ៉ូតគឺបញ្ហាគ្រាប់របស់វាគឺជើងបេរបស់វាស៊ីភ្លើងវ៉ុលតិចបាទអញ្ចឹងវាស៊ីភ្លើង DC សុទ្ធបងប្អូនបាទវាមិនឲ្យញាក់ញ័រទេបើមិនជាភ្លើងវារត់ទៅញាក់ញ័រគឺវាអាចឆាប់ឆេះគ្រាប់បាទហ្នឹងដែលគ្រាប់យើងដាក់យ៉ូតជើងបេដល់ហើយដែលគ្រាប់ជើងស្ពាន់បាទកត្តាគ្រាប់ជើងស្ពាន់សុទ្ធបងប្អូនបាទគ្រាប់ស្ពាន់ហើយគ្រាប់ប្រាក់បងប្អូនខ្លះគាត់អត់ទាន់ចេះមើលទេបាទអញ្ចឹងប្រភេទគ្រាប់ស្ពាន់គឺវាក្បាលវាក្រហមបងប្អូនបាទនេះក្បាលពីលើមើលទៅក្រហមបងប្អូនឃើញទេក្រហមហ្នឹងអញ្ចឹងប្រភេទគ្រាប់ស្ពាន់មានតែនៅលើអំភ្លីបាសចាស់បងប្អូនប្រភេទអំភ្លីបាសអំភ្លីច្រើនបងប្អូននោះអំភ្លីបាសអំភ្លីច្រើនហ្នឹងគឺវាមានហើយតោះ hister វាមាន B10 B88 និង D1718 D718 ស្ពាន់បាត់បងប្អូនអញ្ចឹងគ្រាប់នេះគឺធន់បងប្អូនធន់នឹងកម្ដៅបាទហើយក៏វាខ្លាំងដែរបងប្អូនបាទអញ្ចឹងគ្រាប់ស្ពាន់នេះបើសិនជាយើងរកបានច្រើនយើងរៀបគឺ8គ្រាប់ក៏រកកើតដែរបងប្អូនបាទ8គ្រាប់4គ្រាប់ក៏រៀបឆក់កើតដែរប្រភេទគ្រាប់ស្ពាន់គ្រាប់យើងដោះចេញពីអំភ្លីបាសបងប្អូនបាទដល់ឡែកបើបងប្អូនទិញគ្រាប់មកពីគ្រាប់ថ្មីបងចេញមកពីតាមជាងឬតាមហាងផ្សេងបងប្អូនដល់ឡែកគឺភាគច្រើនគឺស្បូរតែគ្រាប់ប្រាក់បាទខ្ញុំនិយាយមិនចង់ចេញបាទតែនេះខ្ញុំបានកាប់បានគ្រាប់កាក់បាទគ្រាប់កាក់បាន8គ្រាប់បងប្អូនបាទអានេះគឺយើងដោះចេញពីអំភ្លីចាស់បងប្អូនបាទអញ្ចឹងគ្រាប់វានេះគឺគ្រាប់ប្រភេទRCA បាទ RCA នេះគឺគ្រាប់បោះស៊ីនបងប្អូនបាទគ្រាប់ចំអញ្ចឹងជើងកាសរឹងមែនតើបាទអញ្ចឹង8គ្រាប់គឺនៅល្អទាំងអស់បាទបងប្អូនបាទអញ្ចឹងគ្រាប់វា Max RCA បងប្អូនបាទ RCA PN 9773បងប្អូនបាទអញ្ចឹងបងប្អូនត្រូវការអាចគេមកបានបាទដុំប្រភេទនោះគឺខ្ញុំមានរៀបតទៀតបងប្អូនបាទត្រូវការជួសជុលក៏ខ្ញុំទទួលជួសជុលបាទត្រូវការរៀបក៏ខ្ញុំរៀបបាទបងប្អូនបាទដុំភ្លើងក៏ខ្ញុំលក់ដែរបាទទិញដុំភ្លើងទេអញ្ចឹងក៏ខ្ញុំលក់ដែរបាទរៀបក៏រៀបបាទដុំភ្លើងទេក៏លក់គ្រាប់ក៏លក់ដែរបងប្អូនបាទតែគ្រាប់ប្រភេទគ្រាប់គឺបញ្ជាក់បងប្អូនគ្រាប់ស្ពាន់ខ្ញុំអត់មានលក់ទេគ្រាប់ស្ពាន់ខ្ញុំរៀបគ្រាប់ស្ពាន់គេទៅសាក់ច្រើនខ្ញុំទិញអំភ្លីរបស់គេបាទអំភ្លីយកមកដោះយកគ្រាប់បាទអំភ្លីរបស់ជប៉ុនផងហ្នឹងគឺយើងយកមកគ្រាប់ទៅគ្រាប់ល្អគ្រាប់ស៊ីនបងប្អូនបាទដូចអានេះអីគឺគ្រាប់មិនគ្រាប់ស្ពាន់បងប្អូនបាទនេះគ្រាប់កាក់ធំគ្រាប់ស្ពាន់គ្រាប់ប្រាក់ធម្មតាទេបាទដុំនេះដែរគឺវាឆេះដុំបងប្អូនបាទចាយទឹកអាស៊ីតដាក់ពេលអញ្ចឹងវាឆ្លងដុំទៅដូរដុំចេញបាទហើយមួយទៀតបងប្អូននឹងឆ្លើយសំណួរបងមួយទៀតគាត់ខ្លះថាដុំគាត់ដាក់ទឹកជ្រៅបាត់សំឡេងបាទដោយសារតែបងមិនមែនជាជាងវាពិបាកខ្ញុំប្រាប់ឲ្យបងធ្វើណា
អញ្ចឹងបើបងចង់អាចតាក់ទងមកខ្ញុំតាម Telegram ខ្ញុំមកលេខទូរស័ព្ទខ្ញុំ071 305 3334ហ្នឹងបាទហើយអេដមកខ្ញុំមកដាក់អីវ៉ាន់ផ្ញើជូនខ្ញុំមកខ្ញុំនឹងឆែកជូនឲ្យបងបាទបើខ្ញុំយកតាម YouTube ហ្នឹងគឺ បងជាងគាត់យល់តែបងគាត់មិនមែនជាងគឺគាត់អត់យល់ទេបាទអញ្ចឹងប្រភេទដុំយើងមិនចេះតែធ្វើទេបាទបងប្អូនបាទហ្នឹងហើយអញ្ចឹងខ្ញុំក៏មានអីច្រើនដែរបាទមានតែប៉ុណ្ណឹងព្រោះខ្ញុំរកខានចេញវីដេអូយូរដែរបាទខ្ញុំបាទមួយរយៈហ្នឹងគឺខ្ញុំរវល់មានញឹកច្រើនបាទហើយដុំក៏ខ្ញុំរៀប នៅតែរៀបធម្មតាបាទបងប្អូនបាទដុំបាទហើយបើបងប្អូនត្រូវការក៏ភ្លេចកំងបានបាទ12គ្រាប់តម្លៃធូរថ្លៃទេបាទឥឡូវគឺខ្ញុំទិញគ្រាប់មកបានធូរថ្លៃដែរអញ្ចឹងខ្ញុំលក់ធូរថ្លៃដែរបាទបងប្អូនបាទអញ្ចឹងបើបងត្រូវការគឺអាចតាក់ទងតាមលេខទូរស័ព្ទខ្ញុំដាក់ខាងក្រោមបាទសូមអរគុណ